để thà nhom sặc ní để xa để cả chập bằng khom chẳng nhom cả na nhom bát xong ảnh nhát đầm bầy chạm video năng mình tích hay nhom cả na nhom bát năng bỏ slide nở với để quạt bàn lược lại mình đi cứ miền đây tha bong miền bờ xa ní cứ khô vì cả bật năng tiền sông tại một đòn bong ní nhom xong ảnh nhát bị bong nhom mình đang thả bong đang po rồi miền đang bị nát thế tại sớm mấy luôn rồi bọc nhom thế đại chiến nè sớm lại chất được luôn nhom mình miền là na bằng khóm hay mình miền là na màu thay dạng mấy ở nhom lia trà sẽ khá bọt thế cứ chỉ luôn rồi bọc nhom tại một đòn chất rồi bọc nhom nè sớm lại tại một đònแล้วxong đập videoบอกก็เด็กกอดบานเลิกลางเมียงแต่สำนักซองมันเลิกปีปรามเอาได้นะแต่ดังปีเรื่องนะขนมลูกเมียงสำนักซองปีเอาแต่บ้านกลุ่มเรียมtừ lơ bỏ ông chuồn cả đà đi môi cứ sầm tách xong chân bồn triển này tivi sầm tách xong không sọt này đây chỉ xong một bên là cái này ban tổng biếm bỏ ông chuồn cả đà này bao bao chân triển ca sắc độc bao và ông chuồn cả đà này xong bay đẹp bom ốp bằng trái bom ốp chỉ đôi môi là bom nướng này mình ban tàu tua đồng năng con này nắp bao bao chuyện nàyสำนักซ้อมการพิชิตเยอะเลยคอพระปีหนึ่งอีกลูกเปลือกล้างเมาประบุนจับสักอย่างตักกระหอแต่กระดองมาบนจิตนะบอกว่านี่เป็นสโลเป็นจังอย่างสปาหนึ่งแพงกาเราปอกจุนขนมกากำติกประพุทธศาสนาอย่างนั้นนะบอกว่าดังไงประพุทธศาสนาคือเชี่ยกันไล่โปรโมทตรงเนี่ยปราดบันดึกเนี่ยแจกดังนะบอกว่านะจังไงตึกยวนปราอาจองเราบอกอยู่นั่นแหละmiền hồn giải nè áo trồng tích nhẹ prai nhẹ che đăng bình tức áo tích được ọt nè hơi nâng bằng prai và bột sa những áo rồi đi ra sâu nghiêng xua đừng lên dột tất đầy cam chỉ dựng càng đủ là bảo bóng chín ខ្ញុំប្រកាសណាខ្ញុំបាទសូមអនុញ្ញាតដើម្បីបកស្រាយនៅអ្វីដែលគាត់បានលើកឡើងនេះគឺសម្រាប់ខ្ញុំកណាខ្ញុំបាទតែម្ដងដូចជាមិនមានរឿងនឹងសោះ ខ្ញុំប្រកាសណាខ្ញុំបាទសូមទូលប្រកេននឹងជម្រាបឲ្យបានជ្រាបថាខ្ញុំដូចជាមិនមានរឿងអ្វីដូចដែលគាត់បានលើកឡើងនឹងសោះហើយខ្ញុំប្រកាសណាខ្ញុំបាទដែលលាចាកសិក្ខាបទដោយឃើញភ្លាមបាននាំគ្នាផ្ទុះតែលាចាកសិក្ខាបទនេះខ្ញុំកណាសូមទូលប្រកេននិងសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ខ្ញុំកណាជាមនុស្សដែលពុទ្ធបរិស័ទគាត់បានស្គាល់ដឹងច្រើនហើយខ្ញុំជឿថាពុទ្ធបរិស័ទគាត់នៅស្រឡាញ់នៅស្ដាយច្រើនបើកាលណាខ្ញុំប្រាប់ថាខ្ញុំនឹងសឹកនៅថ្ងៃប៉ុណ្ណេះថ្ងៃប៉ុណ្ណោះខ្ញុំដើរប្រាប់គេតាមរោងបុណ្យខ្ញុំដើរប្រាប់គេតាមទីសាធារណៈឬញោមដែលស្គាល់សាកសម័យមើលថាតើអ្នកដែលបានចូលរួមនឹងមានប្រមាណអ្នកនេះគ្រាន់តែគិតទេហើយតើពួកគាត់ នៅសុកទេថាដឹងតែខ្ញុំសឹកថ្ងៃប៉ុណ្ណេះប៉ុណ្ណោះខ្ញុំជឿប្រកាសណាស់ថាមិនសុកទេហើយគាត់នឹងមកហ្នឹងគឺប្រកាសជាមានអ្នកខ្លះគាត់អាណិតគាត់ស្ដាយគាត់នឹងយំស្រែកពេញតែវត្តហ្នឹងឯងហើយឲ្យខ្ញុំសម្រេចថាខ្ញុំសឹកទៅតើខ្ញុំមានអារម្មណ៍ថាយ៉ាងម៉េចការសម្រេចចិត្តរបស់ខ្ញុំហ្នឹងហាក់បីដូចជាធ្វើឲ្យពួកគាត់យំស្រែកអញ្ចឹងខ្ញុំសម្រេចចិត្តខ្លួនខ្ញុំថា ខ្ញុំដែលដាក់ថ្ងៃសឹកគឺខ្ញុំអត់ប្រាប់សាធារណជនពុទ្ធបរិស័ទញាតិមិត្តពធហ្នឹងឲ្យតាន់ពេលវេលាថាដឹងថ្ងៃនេះថ្ងៃនោះទេគឺខ្ញុំទៅតែប្រាប់ស្អែកឡើងសឹកគឺខ្ញុំប្រាប់ថ្ងៃហ្នឹងខ្ញុំប្រាប់ដូចយើងឃើញទាំងអស់គ្នានៅតាមបណ្ដាញសង្គមជាពិសេសញោមអាដាមម៉ុងរិទ្ធីខ្ញុំឆាតទៅគាត់ខ្ញុំប្រាប់គាត់នៅពេលដែលម៉ោង 10 ទៅហើយ 10 យប់ទៀតមិនមែន 10 ព្រឹកទេ អញ្ចឹងមានន័យថាខ្ញុំព័ត៌មានដែលខ្ញុំសឹកនេះគឺខ្ញុំមិនបង្ហាញពុទ្ធបរិស័ទសាធារណជនឲ្យដឹងឲ្យលឺមុនរយៈពេលយូរទេព្រោះខ្ញុំដឹងខ្លួនឯងថាប្រកាសជាមានបញ្ហាញោមអញ្ជើញមកច្រើនហើយអញ្ចឹងត្រឡប់មកវិញទៅលើបងដែលមានប្រសាសន៍នេះខ្ញុំសូមអរគុណហើយដែលបងគិតថាខ្ញុំជាអ្នកចេះដឹងមួយហើយខ្ញុំជាធនធាន មនុស្សមួយដែលបងឲ្យតម្លៃដែលបងគិតថាខ្ញុំហ្នឹងអ្នកចេះប៉ុន្តែដែលបងមានប្រសាសន៍ដូចនេះធ្វើហាក់បីដូចជាបងសម្រាប់ខ្ញុំទៅវិញទេព្រោះ
ខ្ញុំមិនមែនសម្ដេចព្រះពុទ្ធជ័យមនីខឹមសនសម្ដេចឈឹងប៊ុនជាលោកមកបខំខ្ញុំទេខ្ញុំនិយាយដោយការពិតគឺខ្ញុំទេអ្នកដែលទៅទូលសម្ដេចព្រះពុទ្ធជ័យមនីខឹមសនដំបូងបំផុតដែលខ្ញុំមកពីប្រទេសកាណាដាព្រោះខ្ញុំមកពីប្រទេសកាណាដាហើយខ្ញុំបានតែមួយថ្ងៃទេខ្ញុំចូលទៅថ្វាយបង្គំសម្ដេចព្រោះសម្ដេចនុនង៉ែតសម្ដេចព្រះអគ្គមហាសង្ឃរាជខ្ញុំនៅវត្តបទុមគឺនាំគ្នាហៅថាសម្ដេចកងព្រោះខ្ញុំអ្នកវត្តបទុមដែរទូលោកមិនបានចាំដូចមុនទេព្រោះលោកបញ្ជូនច្រើនហើយអញ្ចឹងខ្ញុំថ្វាយបង្គំលោកហើយខ្ញុំទៅថ្វាយបង្គំព្រះសម្ដេចព្រះពុទ្ធជ័យមនីខឹមសនទូលថាសម្ដេចខ្ញុំកណាអស់អានិសង្ឃហើយខ្ញុំកណាសុំសឹកមិនមែនសម្ដេចបជាឲ្យសឹកទេសម្ដេចខាត់ទៀតខ្ញុំទូលទៅលោកថាខ្ញុំមានបំណងថាចង់សឹកនៅក្នុងបច្ចុប្បន្ន40នេះហើយអញ្ចឹងសូមសម្ដេចអនុគ្រោះដល់កូនចៅសូមលាសម្ដេចដើម្បីលាចាកសិក្ខាបទហើយប្រាប់ហេតុផលច្រើនប្រកេនទៅសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនឹងសម្ដេចព្រះពុទ្ធជ័យមនីខឹមសនខ្ញុំអ្នករស់នៅក្រោមអាវ៉ាត់របស់លោកតាំងពីឆ្នាំ2006ម្លេះខ្ញុំនៅវត្តបទុមកុដលេខ7វត្តបទុមបតីគឺញាតិញោមពុទ្ធបរិស័ទដឹងទាំងអស់ហើយទូទាំងប្រទេសថាខ្ញុំពីមុនជាប្រសង់នៅវត្តបទុមបតីដែលចេញពីវត្តសំហងដែតមកចូលវត្តសារាវ័នបានមួយឆ្នាំខ្ញុំមកនៅវត្តបទុមបតីកុដលេខ7ហ្នឹងដែលជាកុដរបស់លោកគ្រូខ្ញុំព្រះអង្គគ្រូធម្មធេរោសែមសរិនដែលលោកបានសុំឲ្យស្នាក់នៅសិក្សារៀនសូត្រទីនោះហើយសម្ដេចព្រះអគ្គមហាសង្ឃរាជនុនង៉ែតសម្ដេចព្រះពុទ្ធជ័យមនីខឹមសនលោកគឺជាអ្នកមានឧបការៈលើខ្ញុំច្រើនណាស់ទាំងការអប់រំទាំងការផ្ដល់សេចក្តីសុខទាំងការឃុំក្រងខ្ញុំអប់រំថែរក្សាខ្ញុំនៅជាប្រសង់នៅទីនោះខ្ញុំអត់មានរឿងអីដែលត្រូវមកសម្ដេចបខំខ្ញុំឲ្យសឹកទេហាក់បីដូចជាចោតសម្ដេចទាំងស្រុងពេកហើយខ្ញុំសូមអព្យាស្រ័យបើបងបានស្ដាប់ឮខ្ញុំនិយាយនេះខ្ញុំជាឧបាសកមួយរូបហើយតែខ្ញុំមិនបានត្រូវសម្ដេចបង្ខំខ្ញុំឲ្យសឹកអីទេអត់មានសោះខ្ញុំអ្នកទទួលសុំសម្ដេចដោយត្រង់សម្ដេចខាត់ចុះបើអូនឯងសឹកសម្ដេចលោកហៅខ្ញុំតែអូនទេបើអូនឯងសឹកវត្តប្រាសាទនាងខ្មៅគិតយ៉ាងម៉េចរត់រួចអត់អូនឯងគិតច្បាស់នៅគិតម្ដងទៀតមើលបានខ្ញុំទទួលលោកប្រាប់ឲ្យត្រង់ចេញពីចិត្តថាខ្ញុំអស់អានខ្ញុំកណាអស់អានិសង្ឃហើយសម្ដេចខ្ញុំកណាសុំពេលវេលាដែលជួយវត្តប្រាសាទនាងខ្មៅនិងសាសនាមានតែរយៈពេលប៉ុណ្ណេះឆ្នាំទេប៉ុណ្ណឹងឆ្នាំបានតែខ្ញុំបានប្រាប់ថាវត្តប្រាសាទនាងខ្មៅហ្នឹង13ឆ្នាំសម្រាប់ខ្ញុំទេអញ្ចឹងខ្ញុំកណាសុំលាសម្ដេចសឹកមិនអីទេអូនបើតាអូនឯងសឹកផិនវិធីកាលនោះសម្ដេចលោកថាអញ្ចឹងផិនវិធីអាចគ្រប់គ្រងបានទេអត់ថាអីទេសម្ដេចព្រោះខ្ញុំកណាបាននិយាយជាមួយគ្នារួចហើយការសឹកនេះផ្ទេយ៉ាងណាធ្វើយ៉ាងណាឬក៏គ្រប់គ្រងយ៉ាងម៉េចឲ្យវាសមហេតុផលសមរម្យអញ្ចឹងខ្ញុំកណាសម្ដេចរួចហើយបើខាត់មិនបានតាមឧបនិស្ស័យទៅអូនណារៀបចំពេលវេលាតាមអព្យាស្រ័យទៅធ្វើម៉េចបើអស់អានិសង្ឃហើយអ្វីមិនទៀងនេះសម្ដេចជាបន្ទូលរបស់សម្ដេចហើយខ្ញុំកណាខ្ញុំបាទក៏បានទទួលសម្ដេចព្រះមហាសមេធាធិបតីទូលរឿងខ្ញុំកណាខ្ញុំបាទសូមអនុញ្ញាតដើម្បីលាចាកសិក្ខាបទសម្ដេចព្រះមហាសមេធាធិបតីក៏លោកខាត់ដូចគ្នាព្រោះខ្លាចខ្ញុំកណាខ្ញុំបាទចេញពីវត្តប្រាសាទនាងខ្មៅទៅកូនសិស្សខ្ញុំកណាខ្ញុំបាទរាប់រយអង្គតើគិតយ៉ាងម៉េចសម្ដេចមិនមែនហៅខ្ញុំអូនដោយសម្ដេចព្រះពុទ្ធជ័យមនីទេគឺសម្ដេចហៅព្រះអង្គគិតម៉េចឥឡូវនេះបើព្រះអង្គទៅធ្វើម៉េចវត្តហ្នឹងយ៉ាងម៉េចបានទូលរៀបរាប់រឿងរ៉ាវទាំងអស់ថ្វាយសម្ដេចព្រះមហាសមេធាធិបតីថាទូលបង្គំបានរៀបចំរួចរាល់អស់ហើយទូលបង្គំសម្រាប់នឹងលាចាកសិក្ខាបទហើយអញ្ចឹងរឿងរ៉ាវទាំងអស់នេះខ្ញុំបានទទួលសម្ដេចដោយផ្ទាល់ខ្លួនខ្ញុំហើយសម្ដេចជាពិសេសសម្ដេចព្រះពុទ្ធជ័យមនីខឹមសនលោកមានករណាមេត្តាលើខ្ញុំណាកូនចៅដែលនៅក្រោមឱវាទរបស់សម្ដេចខ្ញុំនឹងហើយដែលជាមនុស្ស
mình khoal xong ca nghe thơ ấy tầng ó tại sầm đạch sầm bay tại tua để ti ấy xem màu vật sản này không có sầm đạch bàn đào oi thơ ôn anh thơ chui thơ khẳng đây thơ khẳng đâu vì này thọ quân khai tạc cái có sầm đạch thà ôn anh chui kia cà pia giờ làm bột được cả bằng rừng giờ làm bột được cả nên gọi là oi và xà ní cái vô chất tốc đạo bao sầm đạch chỉ ông mà chắc đây chỉ lốp chỉ nạm miền cốt lực nhom và cả nát chấm bátตั้งปีชั้นปีปอนผมเปิลมาเมื่อไรปีปอนผมมวยโจมากงจงชั้นปีปอนเปิลโหดมาดอลเด็กขยมกันนะขยมบาดมาเนื้อวัดประสาทเด็กมาก็ได้เติมมาเนื้อสำนักสไลด์ในตีนูเรื่องไอ้ได้สำนักเติมมาประคอมขยมกันนะขยมบาดอ่อยสักอันเมียนเรื่องหายพอลังเต้ให้กงเกิดแต่ขยมเย็นนี่ไปให้เชียเมียนนาเก็บสกัดขยมอันเมียนนาเก็บสกัดขยมเต้คือขยมนี่เย็นได้chất rồi bọc nhom nâng ca sầm lại chất bọc nhom, pro nhom sầm lại chất thật nhom nâng sắc nâng không ở dụng xài sập hay cô đào ní nhom mình men, từ từ nhom kịch thả nhom sắc hai ngày đi ngày đâu, tê nhom san ở mặt luôn nhom cầm nát pe và liệt luôn nhom thả ca nghe từng lái nhom đâu chia lục sáng, nhom thơ rồi hốt đã nhom ở dụng xài sập, cái nhom cầm nát chừng mà, pe để nhom ở dụng xài sập nhom ca nghe để nhom thơ bây giờ sầm hẹpศาสนา nó sầm hẹp កូនសិស្សរបស់ខ្ញុំទោះបីចំនួនប្រមាណ10សប្តាហ៍ថ្ងៃនេះរហូតដល់ចំនួនទី19នេះគឺខ្ញុំធ្វើរហូតពេលណាខ្ញុំសឹកគឺខ្ញុំអស់អានិសង្ឃរបស់ខ្ញុំគឺខ្ញុំដាក់ពេលវេលាខ្ញុំតែម្ដងអញ្ចឹងរឿងអីដែលថាខ្ញុំត្រូវសម្ដេចមកបខំហើយជាពិសេសមួយព្រះអង្គទៀតសម្ដេចព្រះឧត្តមចរិយាបណ្ឌិតឈឹងមុនជាសម្ដេចលោកអត់បានដឹងថាខ្ញុំសុំសឹកទេតែដល់ពេលខ្ញុំដាក់ថ្ងៃពេលវេលាឲ្យសម្ដេចជាអង្គម្ចាស់ឈឹងបុនជាខ្ញុំអត់បានទៅជួបផ្ទាល់ទៀតខ្ញុំបានខលទូរស័ព្ទទៅទូលសម្ដេចថាសម្ដេចខ្ញុំកណាសុំអនុញ្ញាតថ្វាយបង្គំលាសម្ដេចសឹកហើយសុំសម្ដេចមេត្តាចូលរួមផងសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសីយាតក៏ដូចគ្នាខ្ញុំក៏ទូរស័ព្ទទៅប្រកេនលោកថាខ្ញុំកណាលាចាសិក្ខាបទថ្ងៃនេះថ្ងៃនោះហើយថ្ងៃទី19អញ្ចឹងណាសូមសម្ដេចមេត្តាចូលរួមផងអញ្ចឹងរឿងរ៉ាវទាំងអស់នេះគឺខ្ញុំអ្នកកំណត់តែគ្រាន់តែថាដេញថ្ងៃដេញខែខ្ញុំបកគលថ្វាយសម្ដេចព្រះមហាសមេធាធិបតីអំលំហេងដែលលោកថាមើលអូនឯងកើតឆ្នាំអីព្រះអង្គកើតឆ្នាំអីព្រះអង្គខ្ញុំក៏ប្រាប់ថាខ្ញុំកណាទូលមង្គមឆ្នាំនេះទៅលោកថាឆ្នាំហ្នឹងដាក់ថ្ងៃប៉ុណ្ណេះសមថ្ងៃប៉ុណ្ណេះសមអញ្ចឹងយើងធ្វើតាមរបៀបបុរាណថាសឹកឲ្យមានឧបជាសឹកឲ្យមានបាអាចារ្យហ្នឹងអ្នករៀបចំឲ្យកុំឲ្យសឹកដោយសារតែចង់ខ្លួនឯងចេះទៅត្មងអញ្ចឹងថ្វាយទៅលោកដេញថ្ងៃនេះល្អថ្ងៃសុក្រល្អថ្ងៃសៅរ៍ល្អថ្ងៃពុធល្អអញ្ចឹងទៅក៏សម្រេចថ្ងៃ19ហ្នឹងថ្ងៃពុធហ្នឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំកំណត់ហើយដែលបងមានប្រសាសន៍មួយទៀតថាបងថាខ្ញុំបងប្អូនខ្ញុំបងប្អូនជីដូនមួយខ្ញុំមីងពូខ្ញុំសិតតែអត់មានអ្នកដឹងទាំងអស់មិនមែនដូច្នោះទេបងប្អូនខ្ញុំជីដូនមួយខ្ញុំពូមីងខ្ញុំគាត់ដឹងយូរហើយខ្ញុំប្រាប់យូរហើយខ្ញុំប្រាប់នឹងប្រាប់មិនមែនតែប្រាប់តែឥឡូវទេខ្ញុំប្រាប់តាំងតែពីដើមឡើយមកថាខ្ញុំអាយុ40ខ្ញុំនឹងសឹកហើយមុនមួយខែពីរខែខ្ញុំប្រាប់ឲ្យរួចស្រេចហើយថាខ្ញុំដាក់ថ្ងៃពេលវេលាហើយខ្ញុំនឹងសឹកហើយខ្ញុំសម្រេចខ្លួនខ្ញុំអញ្ចឹងខ្ញុំអត់មាននរណាមកបង្ខំខ្ញុំទេសូមបងអព្យាស្រ័យអភ័យទោសខ្ញុំសូមបដិបត្តិគោរពពីចង្ងាយសម្រាប់បងដែលបានបកស្រាយនេះគឺមិនមែនជាការពិតសម្រាប់ខ្ញុំទេខ្ញុំដាក់ចិត្តដាក់កាយរបស់ខ្ញុំបួសពី13ឆ្នាំរហូតដល់40ខ្ញុំគិតថាខ្ញុំរៀងហត់នឿយច្រើននេះខ្ញុំនិយាយពីបេះដូងរបស់ខ្ញុំណាគឺខ្ញុំហត់នឿយច្រើនណាស់ទាំងការចិញ្ចឹមទំនប់បំរុងការស្វែងរកជំនួយផ្សេងដើម្បីឧបត្ថម្ភកូនសិស្សខ្ញុំរហូតមកដល់ថ្ងៃនេះដែលខ្ញុំចាក់សិក្ខាបទបាត់ចំនួន3ថ្ងៃនេះមានន័យថាកូនសិស្សរបស់ខ្ញុំបានដល់ទៅ4677អង្គហើយអញ្ចឹងខ្ញុំគិតថាកូនសិស្សទាំងឡាយលោកគ្រូធ្វើបានប៉ុណ្ណឹងហើយសូមកូនសិស្សទាំងឡាយហ្នឹងយល់ថាលោកគ្រូមានការហត់នឿយច្រើនហើយអញ្ចឹងលោកគ្រូធ្វើការទាំងអស់នេះ
cứ đầm bay côn sa tầng tay lực cừu ăn miên chỉ vật khuôn ai tê chẳng lực cừu tây na mỏi na thôi ấy cứ sát té chia chỉ vật rồi bao côn sa vô khuôn ai đã tua chỉ nè rồi chủng nuôi chỉnh châm ọp thom ọp rum chư cắt pet mò ấy xem chẳng lực cừu miên bổn tục thôn hai xong sầm rạ haiอายุ40នឹងមានន័យថាម៉េចក្នុងអាយុ40នេះខ្ញុំសូមអនុញ្ញាតសម្រាប់ជីវិតរបស់ខ្ញុំពីកិច្ចរវល់ទាំងអស់នោះខ្ញុំសូមគិតគូរជីវិតខ្លួនខ្ញុំពេលវេលាខ្លួនខ្ញុំអនាគតខ្លួនខ្ញុំហើយនឹងការរៀនសូត្ររបស់ខ្លួនខ្ញុំបើខ្ញុំនៅជាព្រះសង្ឃខ្ញុំជួយបានដល់សាសនារបស់ខ្ញុំព្រោះសាសនារបស់ខ្ញុំគឺមានគុណលើខ្ញុំដល់ក្រៃលែងដែលចាំខ្ញុំអប់រំខ្ញុំបីបាច់ខ្ញុំថែរក្សាខ្ញុំបង្កើតឲ្យខ្ញុំមានគំនិតមានបញ្ញាមានការចេះដឹងហើយនឹងការតបគុណទៅវិញនេះគឺជាគុណបំណាច់របស់សាសនាដែលបានចាំខ្ញុំទៅបានខ្ញុំធ្វើទាំងអស់នេះហើយខ្ញុំសូមពេលរបស់ខ្ញុំតែពេលដែលខ្ញុំលាចាកសិក្ខាបទទៅប៉ុណ្ណឹងឯងខ្ញុំសូមជីវិតរបស់ខ្ញុំទេដើម្បីឲ្យខ្ញុំគិតពីខ្លួនខ្ញុំផងគ្មាននរណាមកបង្ខំអីខ្ញុំទាំងអស់ហើយទៅបងលើកមកឯណាឯណីពេញទឹកពេញដីចេះបងយល់អត់ទាន់បានជ្រៅទេហើយខ្ញុំសុំទោសបើបងខឹងខ្ញុំចំណុចនេះតែបងគិតថាតើបងនិយាយតើខ្ញុំដាក់ខ្ញុំនេះតើវារឿងពិតឬក៏អត់បានមកពីណាដែលខ្ញុំខ្លួនឯងនេះខ្ញុំមិនទាំងបានប្រាប់នរណាផងហ្នឹងថាខ្ញុំសឹកថ្ងៃណាខ្ញុំប្រាប់តែបងប្អូនខ្ញុំប្រាប់ទូលតែសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនិយាយជាមួយតែព្រះអង្គភិនវិធីហើយនឹងបងអាចារ្យទួនឈុនខ្ញុំនិយាយតែគ្នាខ្ញុំពីរបីនាក់ទេតែខ្ញុំដាក់ចិត្តដាក់កាយតែខ្ញុំសឹកចឹងខ្ញុំសូមផ្ដាំផ្ញើវីដេអូនេះមិនមែនចំពោះតែបងប្រុសដែលបានបកស្រាយទាំងអ្វីមិនមែនការពិតនឹងថាជូនដល់សាធារណជនប្រគេនដល់ព្រះអង្គគ្រប់អង្គហើយនឹងពុទ្ធបរិស័ទរបស់ពុទ្ធសាសនាមណ្ឌលទាំងក្នុងនិងក្រៅប្រទេសផងដែរថាខ្ញុំអស់អានិសង្ឃជាព្រះសង្ឃខ្ញុំអស់បុណ្យជាព្រះសង្ឃខ្ញុំសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនរបស់ខ្ញុំមិនមាននរណាបង្ខំឡើយអ្វីដែលខ្ញុំនិយាយគឺជាការពិតហើយខ្ញុំបញ្ជាក់ខ្លួនខ្ញុំទៀតណាខ្ញុំ40ខ្ញុំសឹកគឺខ្ញុំកំណត់ខ្លួនខ្ញុំស្រាច់អញ្ចឹងខ្ញុំអាយុ40គឺខ្ញុំសឹកហើយអញ្ចឹងសូមអស់លោកទាំងអស់មេត្តាជ្រាបសូមកុំយល់ច្រឡំហើយជាពិសេសខ្ញុំពេលដែលឮបងបកស្រាយសម្ដេចខឹមសនសម្ដេចខឹមសនពេញមាត់ហើយម៉ាត់សម្ដេចឈឹងមុនជាពេញមាត់ហើយម៉ាត់នេះខ្ញុំមានអារម្មណ៍មួយថាហេតុអីខ្ញុំសឹកតែធ្វើបាបលោកជាអ្នកមានគុណខ្ញុំហើយមិនបានត្រូវទៅជារងគ្រោះទៅលើលោកទៅវិញព្រោះបើសម្ដេចឈឹងមុនជានឹងខ្ញុំមិនបានស្នាក់នៅជាមួយនឹងសម្ដេចទេគ្រាន់តែប្រស្រ័យតាក់ទងស្គាល់សម្ដេចនៅក្នុងភេទជាបព្វជិតនឹងពេលខ្លះក៏សម្ដែងធម៌មួយសម្ដេចខ្លះកាលពីមុនតែបើសម្ដេចខំសនតែម្ដងគឺលោកជាអ្នកមានគុណលើខ្ញុំណាច្រើនមែនទែនដែលខ្ញុំមិនអាចរៀបរាប់នៅប្រគុណរបស់លោកបានហើយមកដល់ពេលនេះក៏ខ្ញុំនៅតែស្នាក់អាស្រ័យជាមួយសម្ដេចជាអង្គម្ចាស់ដដែលអញ្ចឹងសូមបងពិចារណាឡើងវិញហើយគិតឡើងវិញហើយជាពិសេសសូមពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមេត្តាកុំយល់ច្រឡំបែបនេះអីខ្ញុំឮហើយដូចជារង្គៀសចិត្តជាមួយនឹងការបកស្រាយរបស់បងដូចជាមិនត្រូវរឿងសំបីតែមិនតិចសោះដែលខ្ញុំមិនអាចទទួលយកបានសូមឲ្យខ្ញុំលាចាកសិក្ខាបទរបស់ខ្ញុំទាំងដែលខ្ញុំសម្រេចចិត្តខ្លួនខ្ញុំឲ្យខ្ញុំទៅបានសេចក្តីសុខខ្លួនខ្ញុំផងឲ្យខ្ញុំបានមានសេរីភាពខ្លួនខ្ញុំផងឲ្យខ្ញុំទៅដោយសេចក្តីសុខខ្លួនខ្ញុំនិងគំនិតខ្លួនខ្ញុំដែលខ្ញុំចង់នឹងផងសូមអនុញ្ញាតបងប្អូនជនរួមជាតិពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសមេត្តាសន្តោសប្រោសប្រណីអាណិតដល់ខ្ញុំឈប់យកខ្ញុំទៅដាក់នេះយកខ្ញុំទៅដាក់ឯនោះនឹងយកខ្ញុំទៅលាបជាមួយពណ៌នេះយកខ្ញុំទៅលាបជាមួយពណ៌នោះខ្ញុំមិនមែនជាអ្នកដែលត្រូវប្រឡាក់ពណ៌ដោយដែលបងប្អូនបានលើកឡើងមួយចំនួននោះទេអញ្ចឹងខ្ញុំផ្ញើសារនេះគ្រាន់តែជូនទៅដល់បងដែលបានបកស្រាយនេះហើយនឹងជូនទៅដល់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដើម្បីបានស្ដាប់និងពិចារណាញាតិញោមអាចស្គាល់ជួនកក្កដាបានច្រើនណាស់តាមរយៈធម៌ទេសនា
ជួនកកដាចរិតយ៉ាងម៉េចក៏ញាតិញោមអាចស្ដាប់បានតាមធម្មទេសនាការនិយាយគឺបង្ហាញពីអត្តចរិតហើយអញ្ចឹងការនិយាយរបស់ខ្ញុំទាំងដែលខ្ញុំនៅប្រសងកម្មមិនតាន់សឹកញាតិញោមអាចស្ដាប់ហើយអាចដឹងចរិតថាជួនកកដាជាមនុស្សប្រភេទណាហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះហើយក៏ខ្ញុំសូមអភ័យទោសទាំងក្នុងប្រទេសទាំងក្រៅប្រទេសរបស់អស់លោកសប្បុរសទាំងអស់ដែលបានទស្សនាខ្ញុំក្រែងលោចំណុចណាមួយដែលកាយវិការរបស់ខ្ញុំមិនគួរកប់មិនសមរម្យចំណុចណាមួយសូមមេត្តាខន្តីអភ័យទោសហើយខ្ញុំសូមប្រគេនពរថ្វាយសម្ដេចជាអង្គម្ចាស់បកណាគ្រប់អង្គជូនពរដល់អស់លោកសប្បុរសប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសសូមឲ្យបានសុខចម្រើនគ្រប់ព្រះអង្គគ្រប់គ្នាសូមក្រាបថ្វាយបង្គំលាសូមជម្រាបលាខ្ញុំមិនបានត្រូវសម្ដេចបង្ខំខ្ញុំឲ្យសឹកអីទេអត់មានសោះខ្ញុំអ្នកទទួលសូមសម្ដេចដោយត្រង់សម្ដេចខាត់ចុះបើអូនឯងសឹកសម្ដេចលោកហៅខ្ញុំតែអូនទេបើអូនឯងសឹកវត្តប្រាសាទនាងខ្មៅគិតយ៉ាងម៉េចរត់រួចអត់អូនឯងគិតច្បាស់នៅគិតម្ដងទៀតមើលទូលបង្គំខ្ញុំបកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចជាអង្គម្ចាស់